ก็ថាធ្វើមិនកើតហើយតាបន្ទប់ទឹករបស់ខ្ញុំដាច់រងឲ្យជ្រាបទឹកតាមជាងកាលពីមុនធ្លាប់ឲ្យជាងធ្វើគេយក$20ឥឡូវមកធ្វើខ្លួនឯងការងារខ្លះបើយើងអត់សាកយើងអាចដឹងទេថាយើងធ្វើបានឬមិនបានយើងគិតថាយើងធ្វើអត់បានតែមិនពិតទេគឺយើងអាចធ្វើបានគ្រាន់តែយើងប្រមូលចំណេះដឹងលើការងារហ្នឹងមកហើយយើងតាំងចិត្តថាយើងអាចធ្វើបានប្រកាសណាស់យើងនឹងអាចធ្វើបានពិតមែនចាការដែលធ្វើបានថ្ងៃនេះគឺថាជាការបិទរងក្នុងបន្ទប់ទឹកអញ្ចឹងដំបូងឡើយគឺយើងយកដែករៀងតប៉ែតមួយមករុះអារងយើងចាស់ៗដែលបាក់ពុកហ្នឹងមករុះឲ្យវាស្អាតមកចាំយើងបោសអំបោសវាបន្ទាប់មកចាំយើងលាយម្សៅរងជាមួយនឹងទឹកលាយយ៉ាងណាកុំឲ្យវារាវពេកយើងរាវឲ្យច្រើនណាស់ហើយហ្មងក៏ស្រួលដែរកុំឲ្យពិបាកក្នុងការលាយពី3ដងហើយបន្ទាប់ពីយើងលាយហើយយើងយកមកប៉ាតនៅកន្លែងបន្លោះឥតក្រោកន្លែងរងហ្នឹងកន្លែងយើងបៀករងហ្នឹងយកមកដាក់វាឲ្យណែនមកហើយយើងគៀវាឲ្យគៀនហ្នឹងចេញឲ្យស្អាតទៅកុំឲ្យវាជាប់បតិបតានឹងក្រោរបស់យើងដែរវាពេលវាស្ងួតវានឹងរឹងវាលែងស្អាតក្រោរបស់យើងអញ្ចឹងមានកណាត់សាមយើងយកមកដាក់ទឹកជូតវាមកដូចក្នុងវីដេអូហ្នឹងជូតឲ្យស្អាតគៀនហ្នឹងឲ្យវាកុំឲ្យវាជាប់នឹងក្រោរបស់យើងពេលណាវាស្ងួតគឺវារឹងហើយសៅរងហ្នឹងវានឹងធ្វើឲ្យក្រោរបស់យើងអត់ស្អាតទេអញ្ចឹងគឺចំណុចសំខាន់គឺកន្លែងលាងវាសម្អាតវាហ្នឹងហ្មងអញ្ចឹងគឺយើងធ្វើបានប៉ុណ្្នឹងឯង